ភ្លេចខ្លួនដល់ចុងឆ្នាំទៀតទេហើយដល់ខែ12ជាងធ្លាក់ខ្យល់គ្រប់គ្នាប្រកាសជាល្ងាហើយបានអាវ hoodie នេះមកពាក់ទៅវាមានអារម្មណ៍យ៉ាងកក់ក្ដៅអាវ hoodie នេះ brand មក Off White brand ហ្នឹងឯងដែល inspire ខ្ញុំមកចូលចិត្តបែប design សម្លៀកបំពាក់បែប tech wear clothing ហើយអាវ hoodie នេះបើសិនជាពាក់នៅខែក្ដៅវិញដូច steam អញ្ចឹងដឹងបែកញើសជោកតែពាក់ខែល្ងាទៀតទៅត្រូវហ្មងត្រូវខ្យល់ខ្លាំងតិចអីពាក់ទៅមកល្មមវាសាច់កណាត់វាខះឃើញសង្ងំនៅក្នុងបន្ទប់ office រាល់ថ្ងៃអង្គុយតែមុខកុំព្យូទ័របើគេសួរថារាល់ថ្ងៃធ្វើការងារអីគេវាមិនដឹងឆ្លើយប្រាប់គេថាមិនពេលខ្លះតែថាបើរៀបរាប់ប្រាប់គេទៅវាច្រើនពេកនិយាយរួមទៅការងារអាជីពដែលយើងរៀនចប់ពីសាកលមកជាជំនាញ architect ហ្នឹងដូចខ្ញុំមិនចោលទេទោះបីសពថ្ងៃអត់ធ្វើការនៅក្នុងក្រុមហ៊ុនតែជាងនៅតែមានការងារប្លង់ទទួលយកមកគូជាប់រហូតដែរគាត់ថាពេលស្បាយពីការងារប្លង់ទៅក៏ខ្ញុំជួយធ្វើ assistant គូគំនូជាមួយនឹងប៉ាសម្បីតែប្លង់រាល់ថ្ងៃខ្ញុំធ្វើជា assistant ជំនួយការរបស់គាត់ជួយគូហើយតនេពីនឹងទៀត design ក៏មានទទួលធ្វើឲ្យគេម្ដងម្កាលហើយនៅការងារ digital art និពន្ធសិភៅរឿងប្លង់លោកទៅវាចៃដន្យមនុស្សខ្ញុំវាមិនចូលចិត្តតនេអត់ការងារធ្វើមានការងារធ្វើក៏ធ្វើបើអត់ការងារធ្វើរកធ្វើនេះធ្វើនោះថែមទៀតហើយខ្លួនឯងរវល់រហូតហើយចំពោះចុងឆ្នាំនេះខ្ញុំកំពុងតែចង់សរសេរសិភៅរឿងចំណងជើងទី16របស់ខ្ញុំបញ្ចប់ហើយនៅសល់16ក្បាលទៀតធ្វើមិនសរសេរបញ្ចប់នៅឆ្នាំក្រោយតែមានគេសួរថាថ្ងៃប្រឹងធ្វើការច្រើនមុខចឹងហត់អត់ទោះបីការងារខ្លះអត់រកចំណូលបានការងារខ្លះក៏រកចំណូលបានតែចំពោះខ្ញុំការធ្វើការងារវាជាការកម្សាន្តរបស់ខ្ញុំជីវិតខ្ញុំវា enjoy ជាមួយអាហ្នឹងតែបើត្រូវការភ្លក់រសជាតិជីវិតធ្វើដំណើរទៅកន្លែងផ្សេងខ្លះរាប់អានទៅថ្មីខ្លះព្រោះយើងដាច់តម្លៃពីគេពេកក៏វាមានអារម្មណ៍ថាមនុស្សយើងរស់នៅលើភពផែនដីនេះក៏ត្រូវការមានតំណែងជាមួយអ្នកដទៃដែរទទួលស្គាល់ថាប្រហែលឆ្នាំចុងក្រោយនេះខ្ញុំចំណាយពេលនៅក្នុងបន្ទប់ធ្វើតែការងាររបស់ខ្លួនឯងហើយផ្ដាច់អ្នកតំណងមួយអ្នកស្គាល់គ្នាចាស់ពីមុនហើយក៏មិនសូវមានពេលវេលារាប់អាននៅថ្មីតែចាប់ពីពេលនេះតទៅក៏ចាប់ផ្ដើមមានកម្រងនឹងរៀបចំដំណើរជីវិតបេសកកម្មថ្មីបន្តទៅមុខទៀតដែរហើយវីដេអូនេះក៏អត់មានអីច្រើនទៀតដែរគាត់តែសង្ឃឹមថាខ្ញុំនឹងមាននៅវីដេអូបន្តទៀតដែលបង្ហាញពីអ្វីដែលខ្ញុំកំពុងធ្វើនឹងបានធ្វើកន្លងមកទៅកាន់អ្នកទាំងអស់គ្នាហើយក៏អរគុណដូចគ្នាទៅកាន់អ្នកដែលបានតាមដានទស្សនាវីដេអូនេះពីដើមដល់ចប់ Peace